អ្វីដែលបង recommend ទៅឲ្យអ្នកដែលគាត់ចាប់អារម្មណ៍ចង់បង្កើត business មិនថាស្ត្រីឬក៏បុរសទេបើសិនជាគាត់មានឱកាសឬក៏ access ទៅនឹងគេហៅថា experts ឬក៏អ្នកដែលដើរមុនគាត់គាត់អាចសុំជួយយោបល់ពីបុគ្គលទាំងអស់ហ្នឹងចឹងទៅមួយទៀតគាត់រៀបចំផែនការជា business plan ខ្លួនឯងមិនចាំបាច់ជាគេថា business plan ល្អឥតខ្ចោះអីទេ just a piece of blank paper ហើយចាប់ផ្ដើមគូសវាសគំនិតមុនដំបូងមកអាសាធ្វើអញ្ចឹងចាគូសវាសគំនិតថាចង់ធ្វើអ្វីផ្ដល់សេវាកម្មអ្វីមុនដំបូងផ្ដល់តែប៉ុណ្ណេះទេតែពេលយូរទៅផ្ដល់សេវាកម្ម10ឧទាហរណ៍មុនដំបូងគាត់ថាតែផ្នែកមួយទូយទេតមកចិត្តតែរីករហូតយើងរៀនតាមគេយើងមើលតាមគេចាមិនមែនថាយើងមនុស្សយើងចេះគ្រប់10អត់ទេគឺយើងរៀនពីគេទាំងអស់ចាអញ្ចឹងដូចបងហើយនឹង business partner របស់បងអញ្ចឹងគឺយើងចាប់ផ្ដើមមុនដំបូងគឺយើងមាន the laptop របស់យើងពីមួយម្នាក់ហើយយើងរៀន research យើងរៀនមើលថានៅប្រទេសក្រៅគេធ្វើយ៉ាងម៉េចយើងមាន make calls ទៅកាន់មិត្តភ័ក្តិដែលគេមាន business ដូចយើងចឹងនៅក្រៅប្រទេសយើងអាសានិយាយជាមួយគេនេះហើយគឺជាឱកាសក្នុងការរៀនហើយរៀនអត់ចាំបាច់រៀននៅសាលាទេគឺរៀនឲ្យខ្លួនយើង self study រៀនតាមអង្កេតយើងត្រូវដាក់ចិត្តដាក់ខ្លួនឲ្យទៀបចិត្តដាក់ខ្លួនឲ្យទៀបដើម្បីរៀនពីគេកាលណាដែលយើងងើយពេកក៏គេអត់អាចជួយយើងបានដែរអញ្ចឹងយើងត្រូវចិត្តដាក់កាយរបស់យើងក្នុងការរៀនណាគឺ acquire as much information as possible just take note ចេះគេហៅមានគេហៅថា me time ណា me time ហ្នឹងមិនមែន me time me time ក្នុងការ rest ត្រូវហើយមួយទៀតគឺ me time ហ្នឹងគឺសម្រាប់រៀន business people មួយចំនួនក៏គាត់ថាពេលគាត់ធ្វើការឲ្យចប់ហើយតែអត់ទេគាត់ត្រូវរៀនគាត់ត្រូវរៀនដោះខាត់ចំណេះដឹងបន្តទៅសម្រាប់បងរៀនថ្នាក់អនុបណ្ឌិតមែនប៉ុន្តែពេលមក run business គឺត្រឡប់មកចំណុច0ចាគឺគេហៅ take baby steps ចឹងរៀនតាំងពីរៀនធ្វើ quotation រៀនតាំងពីធ្វើ invoice គឺថារៀនចឹងថាការងាររបស់ accountant ណាក៏បងយកមករៀនដែរមិនមែនថាបងចង់ធ្វើ accountant ទេប៉ុន្តែបងត្រូវដឹងបងត្រូវយល់ថាការងារហ្នឹងវាចេញជាយ៉ាងម៉េចចាប៉ុន្តែមានអ្នកខ្លះគាត់ទស្សនវិស័យអ្នកខ្លះវិញគាត់ថាអត់អីទេការងារហ្នឹងគាត់ delegate បាន of course នៅពេលដែលក្រុមហ៊ុនរបស់យើងរៀងដើរស្រួលបន្តិចយើងអាច delegate ការងារ delegation សំខាន់មែនតើគឺមានន័យថាការងារ100ហ្នឹងយើងអាចធ្វើ100បានទេអញ្ចឹងយើងដឹងថាអ្នកនេះគាត់មានសមត្ថភាពបែបនេះគាត់ត្រូវធ្វើការនេះយើងសម្រាប់តែធ្វើ business development យើងគួរតែធ្វើបែបហ្នឹងចានឹង delegation គឺ will have to happen នៅពេលដែលក្រុមហ៊ុនយើងរៀងថារឹងដៃរឹងជើងចា and you have to study as you go គឺយើងរៀនបដាយើងបន្ត operate របស់យើងបដាចាអញ្ចឹងយើងត្រូវ adjust offering របស់យើងហើយយើងមានតែមានបរាជ័យឧទាហរណ៍យើង pitch ទៅឲ្យ client 10មិនមែនថាយើងឈ្នះទាំង10ទេគឺជួនកាល10មាន1ជួនកាល100មាន1ក៏មានដែរប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវ remind ខ្លួនយើងថា why you set up the company in the first place ព្រោះជួនកាល business មួយចំនួនគាត់បរាជ័យគឺគាត់បាក់ទឹកចិត្តហើយចាគឺលែងចង់បន្តហើយចាតែចំពោះពួកខ្ញុំវិញគឺយើងតែ remind ខ្លួនយើងថា why we set up ហើយមួយទៀតបើសិនយើងបន្តក្នុងការខាត់តែយើងគួរបន្តអត់ខ្ញុំគាត់ថាមិនគួរទេប៉ុន្តែបើសិនជាយើងថាពិបាកឬក៏បរាជ័យពេលហ្នឹងប៉ុន្តែយើងស្វែងរកដំណោះស្រាយដើរបន្តទៀតហើយឃើញមានគេហៅថា light at the end of the tunnel យើងគួរបន្តទៀតខ្ញុំផ្ដល់គេហៅថាប្រឹក្សាទៅឲ្យ business ជាច្រើនដែរហើយសប្តាហ៍នេះនៅបន្តផ្ដល់គេហៅថាប្រឹក្សាក៏ដូចជា course ទៅឲ្យ SME 6ជាមួយក្រុមហ៊ុននៅខេត្តសៀមរាបអញ្ចឹងសម្រាប់នេះកំពុងជួយគាត់ក៏ពិភាក្សាទៅលើគេថា operation ផងដែរហើយយើងឃើញថា business គាត់តែងតែចង់ជោគជ័យមែនទេចាអញ្ចឹងដើម្បីជោគជ័យក៏យើងមើលទៅលើកត្តាជាច្រើន operation របស់គាត់ cash flow របស់គាត់ marketing របស់គាត់ដល់ដំណាក់កាលណាហើយមួយទៀត training of staff តើ staff របស់គាត់មាន capacity ក្នុងការនិយាយជាមួយអតិថិជនអត់ចាវាមានច្រើនអញ្ចឹងមួយទៀត unique selling point របស់ products របស់គាត់តើ product របស់គាត់ហ្នឹងគាត់អាច differentiate from other products from the sea of products ផលិតផលច្រើនផ្សេងៗទៀតនៅលើទីផ្សារហ្នឹងតើគាត់ differentiate យ៉ាងម៉េចបើយើងយក product ផ្សេងៗគ្នាយើងលក់នឹងជួបការលំបាកធ្ងន់តែបើសិនយើងចេះ differentiate product របស់យើងចេះថែមថយ added value ទៅលើ product ហ្នឹងអាហ្នឹងហើយគេថាជាវិធីសាស្ត្រក្នុងការធ្វើឲ្យគេថាជួយ business របស់យើងឲ្យជោគជ័យចា៎